តើអ្នកអរគ្នាដឹងអត់ថាអ្វីជាប្រព័ន្ធ hydraulic ជំរាបសួរខ្ញុំស៊ីណយ ខ្ញុំបូរី ខ្ញុំសុភ័ត្រា ពួកខ្ញុំទាំងអស់គ្នាគឺជានិស្សិតរៀនឆ្នាំទី1នៃជំនាញមេកាត្រូនិក ប្រព័ន្ធ hydraulic គឺជាប្រព័ន្ធមេកានិកមួយដែលប្រើអង្គធាតុរាវដែលមានការបង្ហាត់ជាទូទៅប្រើប្រេងដើម្បីបញ្ជូនថាមពលនិងកម្លាំងដែលអនុញ្ញាតឲ្យពង្រីកកម្លាំងតូចៗដើម្បីបំពេញការងារលើបន្ទុកធ្ងន់ៗ សមាសធាតុសំខាន់របស់ប្រព័ន្ធ hydraulic មាន hydraulic fluid pump reservoir valve armature hose and pipe ដំណើរការរបស់វាគឺ 1 pressure generation 2 fluid movement 3 direction and control 4 force transmission 5 mechanic output hydraulic មានសារៈសំខាន់នៅក្នុងឧស្សាហកម្មនិងការងារជាច្រើនដូចជា 1. ការងារសំណង់ការរំកិលឬការលើករបស់ធ្ងន់ជាមួយនឹង crane and excavator 2. manufacturing operating process and machine tools 3. transportation ផ្ដល់ថាមពលដល់ហ្វ្រាំង hydraulic នៅក្នុងយានជំនិះ and controlling advanced components 4. robotics providing process control for motion and force Hydraulic គឺជាជំនាញដ៏សំខាន់ហើយចាំបាច់សម្រាប់ប្រើនៅក្នុងវិស័យឧស្សាហកម្មនិងផលិតកម្មលើសពីនេះវាគឺជាជំនាញមួយដ៏សំខាន់ហើយសុទ្ធសឹងតែទាក់ទងនៅក្នុងគ្រប់វិស័យនៅលើការប្រើប្រាស់ជំនាញប្រចាំថ្ងៃចង់ចេះ Hydraulic system ដែរទេ មកវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរចំពោះជំនាញមេកាត្រូនិកមានអាហារូបករណ៍ 100% ចំនួន 60 កន្លែង បើចង់ដឹងព័ត៌មានបន្ថែម comment ខាងក្រោម